អូនសិស្សភាគច្រើនចង់ចេះនិយាយភាសាអង់គ្លេសប៉ុន្តែពិបាកពន្យល់គំនិតខ្លួនឯងទៅកាន់គេនេះគឺជាដំណោះស្រាយគឺយើងហ៊ានឆ្លើយសំណួរដោយបន្ថែមព័ត៌មានយើងអាចសួរមួយម៉ាត់ឆ្លើយមួយម៉ាត់បានទេគេសួរថាយើងងូតទឹកពេលព្រឹកអត់ហ្នឹងហើយងូតទឹកអត់ទេយើងត្រូវបន្ថែមហ្នឹងហើយយើងងូតទឹកពេលព្រឹករហូតហ្នឹងបើសិនជាខ្ញុំអត់ងូតទឹកខ្ញុំស្អុះស្អាប់ពិបាកទៅធ្វើការពិបាកទៅរៀនណាវាអាចផ្ដោតអារម្មណ៍បានណាប៉ុន្តែពេលខ្ញុំងូតទឹកហ្នឹងគឺអត់សូវកក់សក់ពេលព្រឹកទេខ្ញុំកក់ពេលល្ងាចដោយសារខ្ញុំមានពេលវេលាច្រើនឃើញអត់យើងត្រូវមានគំនិតអញ្ចឹងដើម្បីនិយាយដែលភាគច្រើនយើងអត់និយាយចឹងទេយើងនឹកឃើញតែគេសួរអីឆ្លើយនឹងអញ្ចឹងទៅពេលយើងត្រូវការយើងអត់ទាន់ចេះអង់គ្លេសផងធ្វើម៉េចបានយើងអាចបញ្យល់បានគឺអត់ទេអញ្ចឹងយើងនឹងរៀនឆ្លើយសំណួរហ្នឹងជាភាសាអង់គ្លេសទាំងអស់គ្នាដើម្បីចេះឆ្លើយសំណួរហ្នឹងបានយើងត្រូវចេះពាក្យទាំង4នេះ feel comfortable មានអារម្មណ៍ថាអត់ស្អុះស្អាប់ទេវាស្រស់ថ្លាវាអត់ក្តៅស្អុះអីចឹងណាហ្នឹងហើយយើងអាចថា feel comfortable feel fresh ស្រស់ថ្លា similar clean មានន័យថាខ្លួនប្រាណយើងស្អាតវាអត់ស្អិតខ្លួនវាអត់ស្អុយអញ្ចឹងណាអញ្ចឹងវាមាន3ហ្នឹងដែលយើងត្រូវយកមកពន្យល់ថាម៉េចបានយើងងូតទឹកគឺ because I want to feel comfortable fresh clean ប៉ុន្តែយើងត្រូវតែចេះឆ្លើយសំណួរនេះផងដែរយើងមិនមែនយើងម្ដងដាក់គុណនាមទាំង3ទេយើងត្រូវចេះប្រើ if I don't take a shower I don't feel clean ឃើញអត់អញ្ចឹងយើងអាចនិយាយថា I take a shower because I want to feel comfortable and fresh ពីរនឹងចូលគ្នាមកខ្ញុំងូតទឹកដោយសារតែខ្ញុំចង់មានអារម្មណ៍ថាស្រួលខ្លួនហើយស្រស់ថ្លាតោះមកយើងបន្ថែមអា clean នឹងជាប្រយោគបដិសេធវិញ if I don't take a shower I don't feel clean ឃើញអត់អញ្ចឹងយើងមាន3គុណនាមយើងចែកគ្នានិយាយអញ្ចឹងទៅភាសាអង់គ្លេសរបស់យើងវាមានប្រភេទប្រយោគច្រើនទៅគេថាយើងចេះច្រើនផងដែរហើយយើងប្រាប់គេថាយើងងូតទឹកក្តៅឬក៏ងូតទឹកត្រជាក់ take a hot shower ឬក៏ a cold shower ហើយចំណាយពេលប្រហែលនាទីពេលងូតទឹក spend 15 minutes ហើយពាក្យនេះគេអាន minute ទេអ្នកគ្នាគេអាន minutes 15 minutes with s 15 minutes 10 minutes 20 minutes អូខេ wash my hair កក់សក់បើមិនថា wash my hair អញ្ចឹងយើងត្រូវការពាក្យទាំង4ហ្នឹងដើម្បីឆ្លើយសំណួរហ្នឹងប៉ុន្តែខ្ញុំក៏ឲ្យសំណួរនេះអ្នកគ្នាដែរបើគេសួរថាងូតទឹកពេលព្រឹកអត់ Do you take a shower in the morning you អាចឆ្លើយថា Yes I do Why do you take a shower I take a shower because it makes me feel fresh and clean ប៉ុន្តែខ្ញុំចង់ឲ្យអ្នកគ្នាបន្ថែមមួយទៀត If I don't take a shower I don't feel comfortable អា3ហ្នឹងដាក់កន្លែងណាក៏បានដែរវាន័យល្អទាំងអស់អញ្ចឹងបើយើងដាក់ don't កន្លែងនេះអានេះក៏ don't ដែរ If I don't take a shower I don't feel comfortable I cannot focus on my work ឃើញអត់អញ្ចឹងយើងប្រាប់គេទៀតយើងងូតមិនបានយើងងូតទឹកហើយប្រាប់ងូតទឹកអីងូតទឹកក្តៅឬក៏ងូតទឹកត្រជាក់ I usually take a hot shower and I spend about 15 minutes in the bathroom How long do you take a shower? 15 minutes. Do you wash your hair? Well, I also wash my hair in the morning so I feel comfortable before I leave home. អញ្ចឹងយើងមានទាំងអស់គឺមិនបានយើងងូតទឹកយើងងូតទឹកអីយើងចំណាយពេលប្រហែលនាទីហើយយើងកក់សក់អត់នេះស្ដាប់ខ្ញុំឆ្លើយ Do you take a shower in the morning? Yes, I do. I always take a shower in the morning because I want to feel comfortable and fresh. If I don't take a shower in the morning, I don't feel clean. I usually take a hot shower because it makes me fresh. I cannot take a cold shower. I usually spend about 15 minutes to take a shower in the morning, but I rarely wash my hair because I don't have much time. If I want to wash my hair, I spend more than this, around 30 minutes or something. ឃើញអត់អញ្ចឹងយើងមានពាក្យហ្នឹងយកមកប្រើយើងមានសំណួរដែលអាចនាំអាចយើងនិយាយបានហើយយើងក៏មានចម្លើយផងដែរនៅក្នុងថ្នាក់រៀនសិក្សាភាសាអង់គ្លេសយើងមានគ្នានិយាយអង់គ្លេសទៀតយើងមានក្រុមពិភាក្សាយើងនិយាយច្រើនដងយូរទៅគឺកូនសិស្សគាត់អាចពង្រឹងទៅលើការនិយាយនឹងបានលឿនព្រោះឯពេលដែលនេះនិយាយខុសខ្ញុំកែតម្រូវទាំងការបញ្ចេញសំឡេងទាំងការប្រើប្រាស់វេយ្យាករណ៍និងគំនិតរបស់យើងអញ្ចឹងហើយយើងមានអ្នកកែយើងមានអ្នកនិយាយជាមួយគ្នារាល់ថ្ងៃយើងនឹងអាចពង្រឹងបានលឿនហើយបើសិនជាចាប់អារម្មណ៍រៀនថ្នាក់សន្ទនាគឺយើងមានច្រើនកម្រិតពី beginner រហូតដល់ advance អាចតាក់ទងមកបានតាម Telegram ខាងក្រោមហ្នឹងណាអ្នកគ្នាទើបឆ្លើយបានលឿនចា៎ Thank you goodbye